ហាវអាយុ23ឆ្នាំគាត់កំពុងរៀនឆ្នាំចុងក្រោយនៅសាកលវិទ្យាល័យហើយគាត់ព្រួយបារម្ភពីការរកការងារនៅពេលបញ្ចប់ការសិក្សាគាត់មានគ្រួសារដែលត្រូវផ្គត់ផ្គង់ហើយគ្រួសាររបស់គាត់ក៏បានដាក់សម្ពាធយ៉ាងខ្លាំងដល់គាត់ក្នុងការរកការងារនិងរៀបការឲ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះគាត់ចាប់ផ្ដើមមានអារម្មណ៍សោកសៅនិងមិនមានអារម្មណ៍ចង់ចេញក្រៅជាមួយមិត្តភ័ក្តិរបស់គាត់ឡើយគាត់ក៏សម្គាល់ថាចំណង់បរិភោគអាហាររបស់គាត់ថយចុះពីមួយថ្ងៃទៅមួយថ្ងៃគាត់មានអារម្មណ៍ថាហត់នឿយនិងគ្មានកម្លាំងហើយគាត់ចាប់ផ្ដើមលែងធ្វើសកម្មភាពដែលគាត់ធ្លាប់ចូលចិត្តធ្វើហាវមានអារម្មណ៍មិនល្អទេនៅពេលដែលគាត់ខ្លាចជាបែបនេះគាត់ចង់ផ្លាស់ប្ដូរគាត់ចង់មានអារម្មណ៍ប្រសើរឡើងហើយគាត់ចង់មានកម្លាំងធ្វើអ្វីគ្រប់យ៉ាងដែលគាត់ធ្លាប់ធ្វើគាត់និយាយថាគាត់តែងតែជាមនុស្សសកម្មហើយភាពសកម្មធ្វើឲ្យគាត់មានអារម្មណ៍ល្អដូច្នេះឥឡូវគាត់បានសម្រេចចិត្តចាប់ផ្ដើមធ្វើសកម្មភាពជាក់លាក់ពីរគឺដើរលេងក្នុងសួននិងញ៉ាំកាហ្វេជាមួយមិត្តភ័ក្តិ